ណាអញជិះណាសាសព្រះម្ចាស់ទីពីរសិនអ៊ីងសិស្សរបស់ព្រះអង្គម្ចាស់ទី2នាងជាសិស្សមកជារាជមិនក៏ចង់សម្លាប់ខ្ញុំចឹងកុំធ្វើទៅរឿងកម្មខ្ញុំទៀតអីចង់សម្លាប់ទៅចង់សម្លាប់ខ្ញុំសម្លាប់ភ្លាមមកអ្វីកាត់ឡើងហ្នឹងមិនក៏លោកត្រូវរបួសធ្ងន់យ៉ាងនេះសៀលីសុំកុំស្លាប់អីសៀលីលីយ៉ាសប្បាយចិត្តហើយមែនទេមិននឹកលែងឲ្យគេសុំបីតែបន្តិចត្រូវហើយបើឃើញឯងសម្រាប់ស្រីស្នេហ៍របស់ឯងខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ខ្ញុំគិតថាបើខ្ញុំលួចរបស់មុខរបស់នាងពួកគេនឹករកនាងមិនឃើញប៉ុន្តែខ្ញុំមិនដែលគិតថាគឺខ្ញុំដែលសម្លាប់នាងដល់ផ្ទាល់ដៃសោះតែពេលនេះអាចឲ្យខ្ញុំស្លាប់បានទេវាល្អខ្លាំងណាស់ដែលបានធ្វើការជាមួយនាងទោះបីខ្ញុំបានទទួលបញ្ជាក្រហមដើម្បីសម្រាប់ធានស៊ីនតែខ្ញុំមិនមានឱកាសធ្វើវាទេគ្រប់គ្រាន់ហើយធានស៊ីនគឺជាសិស្សដ៏ល្អម្នាក់របស់ខ្ញុំគេគឺជាមនុស្សឆ្លាតបណ្ដុះបណ្ដាលយ៉ាងល្អដូច្នេះគេដឹងច្បាស់ពីច្បាប់ដែលនៅទីនេះច្បាស់ណាស់ខ្ញុំត្រូវតែបំផ្លាញនៅការមើលឃើញរបស់គេបន្ទាប់មកបំផ្លាញនៅការជឿជាក់របស់គេបន្តិចម្ដងចំពោះវេទមន្តនិងរូបរាងរបស់នាងបានបំផ្លាញវាទាំងស្រុងហើយដូច្នេះនេះគឺផែនការរបស់នាងធ្វើឲ្យគេបញ្ចប់វាដោយខ្លួនឯងមែនទេកិច្ចការរបស់ព្រះអង្គម្ចាស់ទី4ពិតជាគួរឲ្យចាប់អារម្មណ៍មែនការសម្លាប់របស់ខ្ញុំទាំងអស់គឺមានគោលបំណងខុសពីការសម្លាប់របស់នាងដែលចូលចិត្តការសម្លាប់គេដោយសាមញ្ញប៉ុន្តែគួរឲ្យខ្លាចណាស់ពិតមែនដែរទេ
ព្រោះព្រះអង្គម្ចាស់ទី4ជីកស្មៅហើយមានរឿងមួយទៀតដែលខ្ញុំចង់សួរនាងតើខ្ញុំអាចរកលៀនឈានណៃណានាងដឹងពីច្បាប់របស់ខ្ញុំហើយអាកំបាំងសម្រាប់អាកំបាំងតើនាងចង់ដឹងអ្វីខ្លះតើនាងដឹងពីរបៀបបង្កើតធម្មពលខុសៗគ្នានៅក្នុងខ្លួនទេខ្ញុំមិនដឹងទេគិតតាមស្រួលគ្រាន់តែទុកវានៅក្នុងចិត្តថ្ងៃណាមួយនាងនៅមានចម្លើយឲ្យខ្ញុំជាមិនខាននោះទេបានតើនាងមានអាកប្បកិរិយាបែបនេះសូម្បីតែនៅចំពោះមុខយើងលីងប្រូតលៀនឈានលាក់ខ្លួននៅក្នុងភ្នូទេពប្រហែលជានាងនៅក្នុងផ្លូវឆ្លងកាត់របស់វាហើយត្រូវហើយបរមអាចារ្យលេចាបរមអាចារ្យទី7 Inchen បានចាក់ចេញទៅជាមួយសិស្ស2នាក់ពួកគេបានពៀនវិមានពួកជើងហើយអីបានចាក់ឲ្យពួកគេទៅដោយបែបនេះព្រោះតែ Inchen មកជួយពួកគេដែលផ្ទាល់ខ្ញុំត្រូវតែឲ្យគេទៅមិននឹងអាចឲ្យគេចូលក្នុងផែនការរបស់ខ្ញុំមានរឿងមួយទៀតប្រាប់យើហោឲ្យបង្ហាញសមត្ថភាពរបស់គេផងគឺប្រាប់គេទៅគឺបានបាត់ទៅហើយបាទព្រះអង្គហើយនេះជាភ្នូររបស់អ្នកណាគេទៅធានស៊ីននិងគូស្នេហ៍គេធានស៊ីនស្លាប់ហើយដឹងថាវាកាត់ឡើងហើយមិនក៏មិនជួយគេបាននិយាយថាវាត្រូវបានកំណត់ហើយព្រោះគេបានក្បត់នឹងវិមានមេឃាគេដឹងថាគេនឹងត្រូវស្លាប់គ្រាន់តែជាបញ្ហានៅពេលវេលាតែប៉ុណ្ណោះខ្ញុំបានសុំឲ្យគេជួយឯងហើយនឹងជើហួរនឹងសម្រាប់ការដោះដូរគេចង់ឲ្យខ្ញុំកប់ពួកគេជាមួយគ្នាតែធានសិនបានស្លាប់កន្លះលាក់ខ្លួនអំពុកខ្ញុំខ្លាចទៅជាអាកំបាំងម្ដងទៀតតែនេះជាស្អីនឹងវាជាការបញ្ជាពីសំណាក់មេឃាបញ្ជាពណ៌សតែភ្នោបុរាណហើយយកវត្ថុต็មហេល្អណាស់វត្ថុต็មខ្ញុំអាចមានវត្ថុต็មតខ្លួនហើយវេទមន្តគឺជាធម្មពលដ៏ខ្លាំងប៉ុន្តែគេបានស្លាប់យ៉ាងវេទនាអេឈិនតើព្រះម្ចាស់នឹងការពារសិស្សរបស់គេដែរទេអត់ទេបើអញ្ចឹងហើយចុះបើខ្ញុំមានគ្រោះថ្នាក់អ្វីទៅនោះហើយលោកមិនបានប្រាប់ខ្ញុំរឿងនេះទេនៅពេលដែលតែងតាំងខ្ញុំធ្វើជាសិស្សរបស់លោកខ្ញុំនឹងការពារឯងប៉ុន្តែខ្ញុំមិនអាចសន្យាថានឹងការពារឯងរហូតទេវាសនាគឺប្រកាសជាមិនអាចជ្រើសរើសបានឡើយប៉ុន្តែខ្ញុំមានជំរឿនផ្សេងទៀតមិនអាស្រ័យទៅលើខ្ញុំធ្វើជាសិស្សរបស់លោកនោះទេហើយម្យ៉ាងទៀតនោះជាសិស្សមិនគួរណាការពារអ្នកដទៃនោះទេហើយមិនក៏នឹងអាចគ្រោះថ្នាក់ទៅបើខ្ញុំដឹងខ្ញុំមិននឹងអាចធ្វើជាសិស្សរបស់លោកគិតចេះចុះពួកយើងទៅជនបទហើយក៏បើកទៀមលក់ស្រះតូចមួយថ្មីត្បិតតែវាអត់មានសំណាងប៉ុន្តែអ្វីដែលលោកបានធ្វើតើខ្ញុំថាត្រូវដែរទេ
មានដូចជាសបិនរបស់ខ្ញុំចង់បើកទៀមស្រាដ៏ធំមួយប៉ុន្តែវាតែងតែជាសបិនជនិតតើមានចាំណាទេការបែងចែកយើងកាលពីមុនក្នុងរយៈពេលមុននេះខ្ញុំគឺបានជួបគេហើយគេក៏បាយពីយើងទៅចឹងជឿបានទៅហើយគេទៅហើយតែណាទៅគេពិតជាមិនល្អម្នាក់នៅពេលដែលឯងត្រូវបានសំណាក់មេឃាចាប់បាននោះគេមកទីនេះគឺដើម្បីសុំជំនួយពីខ្ញុំលោកឃើញទេខ្ញុំដឹងថាវាយ៉ាងម៉េចហើយអូខ្ញុំដឹងហើយគេប្រហែលជាទៅរកឪពុករបស់គេហើយគឺខ្ញុំដែលប្រាប់គេឲ្យចាក់ចេញនេះលោកខ្ញុំក៏បានប្រើវេទមន្តដើម្បីកម្ចាត់គេកាលពីលើកមុនដែរហើយខ្ញុំបានពមៀនគេមិនឲ្យគេមករកឯងទៀតយ៉ាងជិះជាមិត្តរបស់ខ្ញុំគេមិនអាចធ្វើបាននេះទេខ្ញុំមិនអាចជ្រើសរើសវាសនាផ្ទាល់ខ្លួនរបស់ខ្ញុំបានឥឡូវសូមឲ្យតែមិត្តភក្តិក៏មិនអាចជ្រើសរើសបានដែរតើលោកមានដឹងទេខ្ញុំគឺចង់បើកទៀមស្រាមួយកន្លែងដ៏ធំខ្ញុំគឺធ្លាប់ជួយគេពីមុនមកខ្ញុំសមនឹងទទួលបានប្រាក់ត្រាយត្រូវលោកតែងតែមើលទៅបែបនេះគ្រប់អ្នកចេះវេទមន្តដែលខ្ញុំបានជួបគឺអញ្ចឹងក្រអឺតក្រទមឈាមត្រជាក់លោកគិតថាលោកនឹងក្រំបាជាងពួកយើងដឹងថាអារម្មណ៍របស់ពួកយើងយ៉ាងម៉េចដែរទេតើលោកមានអារម្មណ៍ដែរទេចំណុចនេះធានស៊ីនល្អជាងលោកឆ្ងាយណាស់ខ្ញុំគឺមិនអាចទ្រាំបានទេខ្ញុំមិនអាចទ្រាំបានទេធានស៊ីននិយាយត្រូវយ៉ាងណាក៏ពួកយើងគង់តែស្លាប់ប៉ុន្តែមិនចង់ស្លាប់នៅក្នុងពិភពវេទមន្តទេមើលទៅឯងមិនទាន់ត្រៀមខ្លួនធ្វើជាសិស្សនោះទេខ្ញុំមិនក៏ធ្វើដោយផ្ទាល់ដៃរបស់ខ្ញុំតើមានអ្វីដាក់វេទមន្តនឹងខ្ញុំទេលោកនេះជាកូនទូករបស់លោកអីមិនមិញមានសំពៅមួយធំណាស់ដឹងទេមានប៉ុន្តែវាទៅបាត់ហើយតើទៅផ្លូវនេះមិនដែរទេតើលោកមានប្រាក់ទេប្រាក់ប្រកាសជាមានហើយប្រាក់ប្រាក់ខ្ញុំប្រកាសជាបងប្រែលោកគ្មានបង្ការចេះឆ្ងាយសូមថែរក្សាខ្លួនផងថ្ងៃក្រោយមកទៀតសូមស្វាគមន៍ហើយតើលោកត្រូវការជួលមនុស្សមែនដែរទេកុំវាយតម្លៃខ្ញុំអីខ្ញុំចេះរត់តុកតាំងពីនៅក្មេងម្លេះខ្ញុំពិតជាមានបទពិសោធន៍ហើយខ្ញុំមានគុណសម្បត្តិអស្ចារ្យ5យ៉ាងទី1គឺខ្ញុំមិនហូបទី2ខ្ញុំមានកម្លាំងខ្លាំងហើយខ្ញុំដឹងថានឹងស្វែងរកអតិថិជនបានទីផងប៉ុន្តែសំខាន់ប៉ុណ្ណោះខ្ញុំគឺជាមានមនុស្សគ្រប់ហើយទៅរកការងារកន្លែងផ្សេងទៀតជាអ្វីដែលតុកលេខ2ត្រូវហើយលើកទៅតុកលេខ2មុនទៅជួស្អីទៅតាឈិញលេងនៅណាឆាលោកគ្រាន់តែជាព្រះអង្គម្ចាស់ទី7ប៉ុណ្ណោះហេតុអីក៏ក្អិតកតុំម្ល៉េះណាស់ចាស់ថ្ងៃនេះខ្ញុំមានអារម្មណ៍ល្អខ្ញុំអត់ទៅឲ្យលោកចាស់ថ្ងៃនេះខ្ញុំទទួលការបញ្ជាពីសំណាក់មេឃាទទួលសមាជិកភាពជាសិស្សខ្ញុំត្រូវឲ្យពេលនេះខ្ញុំមានកិច្ចការដែលត្រូវដោះស្រាយនៅពេលដែលរួចរាល់ខ្ញុំនឹងទៅរាជធានីអធិរាជជាមួយអ្នកទាំងអស់គ្នាឈីលីបានបង្កបញ្ហាធំណាស់បើព្រះនាងចង់ជាងទៅរាជធានីសូមជាងទៅដល់ខ្លួនឯងចុះពេលនេះខ្ញុំត្រូវការសម្រាប់ហើយ
ឆាមិនក៏មានអាកប្បកិរិយាបែបហ្នឹងខ្ញុំមិនទេខ្លួនតែរាជធានីអធិរាជជាមួយលោកគឺឈីងលេងបង្កបញ្ហាហេតុអីមិនទោះខ្ញុំទោះបីជាខ្ញុំសិស្សក៏ដោយខ្ញុំក៏ជាសិស្សរបស់ព្រះអង្គម្ចាស់ទី6ដែរលោកខ្វាក់ដូចជាសត្វបជាអញ្ចឹងលោកនឹងស្ដាយក្រោយអើឯងឥឡូវតើខ្ញុំមានសមត្ថភាពអាចបម្រើភ្ញៀវបានដែរទេហ៎កន្លះថ្ងៃខ្ញុំមិនយកប្រាក់ពីលោកទេយ៉ាងម៉េចដែរថាកែខ្ញុំចង់បានសាច់គោអាំងមួយមាន់អាំងមួយសាច់ជ្រូកអាំងមួយហើយត្រីចំហុយមួយធំហើយស្រស់ឆាប់ឡើងគឺជាលោកឯងសុំទោសអ្នកនាងអាហារដែលនាងត្រូវការនោះខ្ញុំសុំជំនួសមាន់អាំងទាអាំងហើយបដូរត្រីធំទេក្រែងលោកនៅជាមួយព្រះអង្គម្ចាស់អិនឈិនរបស់លោកឯងហេតុអីនៅទីនេះតើមានគោលបំណងស្អីទៅកុំរំលឹកពីគេនៅចំមុខខ្ញុំអីវាមិនមែនជារឿងរបស់នាងទេដោយសារតែលោកខ្ញុំមិនអាចទៅរាជធានីអធិរាជនាងមិនអាចទៅរាជធានីអធិរាជបានតើមានអ្វីទៅជាមួយខ្ញុំអត់ទេពេលនេះខ្ញុំចង់ទៅរាជធានីអធិរាជឆាប់ទៅរកអិនឈិនជាមួយខ្ញុំមិនខ្វល់ទេអើយខ្ញុំប្រាប់នាងខ្ញុំមិនពាក់ព័ន្ធជាមួយមនុស្សម្នាក់នោះទេខ្ញុំប្រាប់ទៅមិនក៏លោកនិយាយបែបនេះអញ្ចឹងខ្ញុំប្រាប់នាងម្ដងទៀតខ្ញុំបានបែកគ្នាជាមួយមនុស្សម្នាក់នោះហើយបើនាងហ៊ាននិយាយទៀតខ្ញុំប្រកាសជាមិនលើកលែងនាងទេបើខ្ញុំមិនអាចទៅរាជធានីអធិរាជបានលោកក៏មិនអាចមានការងារធ្វើដែរអូនេះនាងហេតុអីក៏លោកនៅដាក់តាមខ្ញុំទៀតហើយបានជាជ្រៀតជ្រែកក្នុងការងាររបស់ខ្ញុំហើយបានជាធ្វើបែបនេះដាក់ខ្ញុំទៅព្រោះតែលោកធ្វើឲ្យខ្ញុំមិនអាចទៅរាជធានីអធិរាជនោះជាមូលហេតុអូបើពូកែតែដល់ខ្លួនឯងទៅហើយបានជាចង់ឲ្យខ្ញុំធ្វើជាជំនួយរបស់នាងនៅមានទៀតបើមិនមែននាងសម្ដៅសំណាក់មេឃាទេពួកជើងប្រកាសជាមិនចូលទៅក្នុងរញ៉េរញ៉ៃនោះទេខ្ញុំប្រាប់នាងបើចង់ធ្វើដំណើរទៅណាទៅណីជាមួយខ្ញុំនោះត្រូវតែបកស្រាយគ្រប់បែបយ៉ាងបានច្បាស់លាស់ហើយពួកយើងនឹងត្រូវគ្នាវិញយ៉ាងម៉េចគួរឲ្យរំខានមែនអូវ៉ាកុំសាកល្បងខ្ញុំមិនឆ្លោះគ្នាជាមួយមនុស្សស្រីទេពេលដែលខ្ញុំខឹងទុកចិត្តមិនបានទេណាឆាប់និយាយផ្ដេសផ្ដាស់ទៀតគ្រាន់តែបញ្ចេញភ្លាមមកកុំចូលមកអីសោតើតកចេញភ្លាមឈីលីងឆាប់ចាញ់មកអត់ទេខ្ញុំអត់ចាញ់ខ្ញុំមិនចាញ់នោះទេហេអើយឈីលីងឆាប់ចាញ់មកកុំធ្វើឲ្យខ្ញុំខឹង
ឯងមានអារម្មណ៍ដឹងដែរទេតើឈីលីងមានគ្រោះថ្នាក់តើនេះជាកន្លែងអីទៅតើខ្ញុំនៅលើភ្នំហីអើយមានអ្នកណានៅទេអើតើនេះជាមនុស្សស្រីមែនទេអ្នកនាងតើអ្នកនាងបានវាយប្រហារជាមួយសរសៃឈាមមែនទេខ្ញុំចាំនឹងជួយនាងដេញវាចេញមិនច្បាច់ខ្វល់មកទៀតហើយប្រាប់ភ្លឹងទៅដើម្បីកម្ចាត់សរសៃឈាមនោះពួកវាមានធម្មពលទឹកហើយពួកវាខ្លាចភ្លើងខ្ញុំតាមពួកវាកំតាគ្រាន់តែដេញពួកវាទៅកុំធ្វើបាបពួកវាទៅបាត់ហើយតើនាងជាប់នៅរបាំងតកមែនដែរទេតើខ្ញុំត្រូវបំបីវាយ៉ាងម៉េចទៅមិនបាច់ទេសរសៃឈាមត្រូវបានតាក់ទាញដោយក្លិនឈាមរបស់ខ្ញុំបើលោកបំបីរបាំងតកពួកវាបង្ហាញខ្លួនម្ដងទៀតលោកគួរទៅកុំខ្វល់ខ្ញុំអីខ្ញុំធ្វើម៉េចអាចទុកមនុស្សស្រីចោលកណ្ដាលផ្លូវតើលោកជាសិស្សមែនទេមិនបានជានាងដឹងថាខ្ញុំជាសិស្សមិនបានជានាងដឹងនេះគឺជាផ្លូវបុរាណមានតែសិស្សនិងព្រះអង្គម្ចាស់តែប៉ុណ្ណោះដែលមិនមានអាវុធទឹកដែលអាចចូលមកទីនេះបានអញ្ចឹងនេះគឺជាផ្នូរបុរាណហើយនាងគឺជាសិស្សដែរអីមិនបានគេទុកនាងចោលនៅទីនេះអញ្ចឹងត្រៃខ្ញុំគឺមានតោតកវាអាចហោះហើរបានវានាំនាងចេញទៅបានវាគ្រាន់តែបើរបាំងតកសិនធម្មពលរបស់ខ្ញុំវានឹងមករកខ្ញុំវិញនៅក្នុងផ្នូរបុរាណផ្ដោតអារម្មណ៍កុំហត់ខ្ពស់ពេករកកន្លែងបានហើយដាក់ខ្ញុំចុះទៅតោតកហោះទៅអរគុណហើយអីយ៉ាមិនអីទេពួកយើងពីរនាក់ជាសិស្សពួកយើងវាគួរតែជួយគ្នាទៅវិញទៅមកខ្ញុំជាសិស្សរបស់ព្រះអង្គម្ចាស់ទី5ខ្ញុំឈ្មោះថាលៀនឈៀនហើយឈ្មោះនេះព្រោះណានៅទីនោះតើនេះជាតោតកអីវាជាសត្វទឹកដ៏អស្ចារ្យតាមពិតទៅមើលទៅនាងគឺជាមនុស្សដំបងដែលបានជីវាខ្ញុំមានកិត្តិយសណាស់គេនិយាយពីឯង
ខ្ញុំត្រូវការពេលបន្តិចដើម្បីព្យាបាល តើនាងចង់ខ្ញុំជួយមែនទេឈីលីងឈីលីងហេតុអីនឹងនៅទីនេះ ហេតុអីកន្លងមកទីនេះ នាងបាននិយាយថាមានរឿងអ្វីដែលត្រូវដោះស្រាយគឺនាងមកទីនេះយកអាវុធទិបថាមែនទេ តែលោកដឹងថាច្រកមុនណាចុះក្នុងភ្នំបារាមណា វ៉ានាងពិតជាអស្ចារ្យមែនឆាប់ជាសះស្វ័យលឿនដល់ហើយ ព្រះអង្គម្ចាស់នឹងសេះប្រាធម្មពលដើម្បីព្យាបាលនោះជារឿងធម្មតាប្រៀបធៀបទៅនឹងទេពកោសលអមតៈវាគ្មានអ្វីអស្ចារ្យទេ អូហេសរសៃឈាមវាទើបតែវាយប្រហារជើងតើវាជាអ្វីទៅ ខ្ញុំមិនដឹងទេប៉ុន្តែខ្ញុំយល់ថាធម្មពលមានទឹកនៅក្នុងខ្លួនវាសរសៃឈាមត្រូវបានតបជាប់គ្នាទៅវិញទៅមកខ្លាចថាបើមួយត្រូវរបួសនឹងបង្កបញ្ហាខ្លះខ្ញុំមិនដឹងថាពួកវាជាអ្វីនោះទេហើយខ្ញុំក៏មិនដឹងថាធ្វើអ្វីទៀតខ្ញុំពិតជាមិនដឹងពិតមែន អូប្រហែលជានាងគិតច្រើនពេកហើយ យ៉ាងណាក៏ដោយលោកមិនអាចប្រយ័ត្នពេកនោះទេ នាងនិយាយត្រូវនាងទើបតែវាយប្រហារខ្ញុំដែរទៅក៏ ខ្ញុំកំពុងតែការពារលោកខ្ញុំខ្លាចលោកធ្វើឲ្យប៉ះពាល់ដល់សរសៃឈាមទាំងអស់នោះដូច្នេះខ្ញុំបានទិញសរសៃឈាមមករកខ្ញុំ នាងពិតជាល្អមែន យ៉ាងណាវាមករកខ្ញុំអរគុណលោកដែលបានមកជួយខ្ញុំ គឺ និយាយអញ្ចឹងតែលោកបានទទួលវត្ថុទៅហើយនៅ នៅទេហើយចុះនាងវិញ នៅទេចាត់ដឹងថាយកមួយណាហើយនៅ អ្នកណាដឹងទៅខ្ញុំគ្រាន់តែយកមួយណាដែលល្អប៉ុណ្ណោះ ម្ចាស់របស់លោកមិនបានប្រាប់លោកថាលោកគួរយកវត្ថុទៅអីទេ អូអញ្ចឹងនោះគឺជារបៀបធ្វើដំណើរអ៊ីឈិននោះគឺបានប្រាប់ខ្ញុំពីអ្វីខ្ញុំមិនដឹងថានៅក្នុងចិត្តរបស់គេយ៉ាងម៉េចទេ អាចចូលទៅក្នុងភ្នំបុរាណបានម្ដងទោះបីជាលោកមិនអាចដឹងពីអាវុធទឹកដែលលោកគួរយកលោកត្រូវយកមួយបើមិនអញ្ចឹងទេថ្ងៃក្រោយមិនមានឱកាសទៀតទេ តើវត្ថុទឹកដែលនាងនិយាយនោះជាអ្វី អាវុធទឹកដែលខ្ញុំយកហៅថាខ្សែក្បាត់រស់ឡើងវិញខ្ញុំគិតថាវាងាយស្រួលយកទេចុះលោកវិញនោះ ហើយខ្ញុំត្រូវយកអ្វីទៅណោះខ្ញុំយកអ្វីដែលអាចប្រើបាន ខ្ញុំយល់ហើយលោកអាចប្រើផ្លែឈើមីដើម្បីរកវត្ថុដែលខ្លាំងបំផុតហើយយកវាទៅ ត្រាយហើយមួយនេះគឺសម្រាប់នាងហើយខ្ញុំមានមួយទៀតអីយ៉ាអ៊ីនឈិននេះ តែលោកបន្ទោសព្រះអង្គម្ចាស់របស់លោកពីអ្វីទៅវាគឺជាចរិតរបស់លោកដែលធ្វើឲ្យគេឈឺក្បាល គេមិនបានប្រាប់ខ្ញុំពីអ្វីនោះទេគេតែងតែធ្វើមុខក្រញ៉ៅរាល់ថ្ងៃហើយខ្ញុំមិនដឹងថាគេកំពុងគិតអ្វីទេ វាធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលដែលព្រះអង្គម្ចាស់ទី7អ៊ីឈិនទទួលសិស្សម្នាក់ នាងស្គាល់ព្រះអង្គម្ចាស់តើគេជាមនុស្សបែបណាទៅហើយបានជាគេតែងតែមកនៅម្នាក់ឯង គេមិនដែលមានសិស្សទេវាគ្រាន់តែជាការរៀបចំរបស់ទេពធីតាទេ អូដូច្នេះគេមិនមានបំណងយកខ្ញុំធ្វើជាសិស្សនោះទេនេះជារឿងអាម៉ាស់មុខហើយ លោកមិនដឹងថាសិស្សមានន័យយ៉ាងម៉េចចំពោះព្រះអង្គម្ចាស់ទេអីវាមានន័យថាថ្ងៃណាមួយ
គេនឹងផ្ដល់វាសនាផ្ទាល់ខ្លួនរបស់គេតែឲ្យសិស្សដែលយកចិត្តទុកដាក់ហើយសិស្សអាចទទួលតំណែងបានបើគេមិនទុកចិត្តលោកធ្វើម៉េចគេអាចប្រកល់តំណែងព្រះអង្គម្ចាស់ឲ្យទៅលោកបានទៅប៉ុន្តែគេមិនដែលប្រាប់ខ្ញុំពីវានោះទេនោះដោយសារតែលោកមិនបានប្រាប់គេថាលោកចង់ដឹងពីរឿងទាំងអស់នោះខ្ញុំគឺចង់រកវត្ថុទៅបើឃើញនឹងបានឆាប់ចាក់ចេញពីទីនេះសិស្សរបស់ព្រះអង្គម្ចាស់ទី6យ៉ូហួរតើអាចសូមឲ្យនឹងជួយបានទេបានអញ្ចឹងលោកប្រាប់ខ្ញុំមកខ្ញុំគ្រាន់តែជាសិស្សរបស់ព្រះអង្គម្ចាស់ទី6តើខ្ញុំអាចជួយព្រះអង្គម្ចាស់ទី7យ៉ាងម៉េចសូមប្រាប់ឈីលីងថាអាវុធទឹកដែលគេត្រូវយកគឺលំពេងអស់ផ្លូវហើយតើពួកយើងធ្វើយ៉ាងម៉េចទៅវ៉ាអូនោះជាសត្វទេពរបស់នាងអូវាធំណាស់ពេលទៅខាងមុខមើលឃើញអ្វីនៅម្ខាងទៀតវាពិតជាហោះលឿនតើវាឈ្មោះអីទៅវាជាឥន្ទ្រីទេពកោសល្យរបស់ព្រះអង្គម្ចាស់ទី5និងសិស្សកំពុងតែជិះសត្វទេពហើយដាស់ដូរសត្វទេពនិងអាវុធទេពជាមួយនឹងអ្នកដទៃសត្វអ្នកក្រៀតជារបស់បងប្រុសខ្ញុំគឺជាអំណោយដែលខ្ញុំជូនគាត់ខ្ញុំធំឡើងគឺមានសត្វទេពពួកវាគឺដូចជាគ្រួសាររបស់ខ្ញុំអញ្ចឹងគឺឡយខ្ញុំសង្ឃឹមថាវានឹងអាចមានព្រះអង្គម្ចាស់ដូចជាបងប្អូនប៉ុន្តែព្រះអង្គម្ចាស់របស់បងប្អូនគឺមិនបានប្រាប់ខ្ញុំថាមានអាវុធទិព្វនៅក្នុងភ្នោនោះទេតាមពិតទៅខ្ញុំបានឆ្លោះជាមួយនឹងគេហើយខ្ញុំក៏រត់ចោលគេតែម្ដងទៅខ្ញុំចូលមកទីនេះដោយចៃដន្យតែប៉ុណ្ណោះដោយសារគេបែកចូលមកទេដូច្នេះវាគឺជាលោកដែលធ្វើដូចជាកូនក្មេងនៅចំពោះមុខព្រះអង្គម្ចាស់របស់លោកតែខ្ញុំនិយាយត្រូវដែរទេដែលលោកធ្វើបែបនេះខ្ញុំធ្វើដូចជាកូនក្មេងហ៎គេត្រជាក់ដូចជាភ្នំតកអញ្ចឹងវាមិនអាចទៅរួចនោះវាមកហើយតែយើងរកឃើញច្រាចេញទីពួកយើងជាឥន្ទ្រីតែពិតមែនទេខ្ញុំអាចជិះសត្វទេពរបស់នេះបានខ្ញុំមិនដែលបានជិះនោះទេទីបំផុតខ្ញុំនឹងបងប្រុសរបស់ខ្ញុំមានតំណែងតំណងសាច់ឈាមប៉ុន្តែចាប់តាំងពីគាត់បានក្លាយជាម្ចាស់របស់ខ្ញុំមានអារម្មណ៍ថាខុសពីមុនខ្ញុំយល់ពីគាត់ច្បាស់ណាស់ហើយខ្ញុំអាចដឹងពីអារម្មណ៍របស់គាត់ដឹងថាអារម្មណ៍របស់គាត់កំពុងតែគិតពីអ្វីនោះតើនាងនិយាយថាវាជាចំណងរបស់ព្រះអង្គម្ចាស់ហើយនឹងកូនសិស្សខ្លាំងជាងតំណែងតំណងសាច់ឈាមទៅទៀតមែនទេជាការប៉ិនប្រាប់ខ្ញុំមកតើលោកពិតជាគិត
ថាព្រះអង្គម្ចាស់របស់លោកប្រងើយកន្តើយនឹងឯកោមែនទេអញ្ចឹងហេតុអីបានជាពេលដែលគាត់និយាយខ្សោះកក្រោះលោកមិនខឹងនឹងគេទេហើយបន្ទាប់ពីលោកបានជួបគ្នាលោកមិនមានអារម្មណ៍អាចពន្យល់និងជឿជាក់លើគេតែខ្ញុំនិយាយត្រូវដែរទេមែនទេខ្ញុំមិនដឹងនោះទេខ្ញុំមិនអីទេកំពុងលុំខ្ញុំអីខ្ញុំដឹងថាខ្ញុំមកទីនេះដោយខ្លួនឯងប៉ុន្តែតើគេគួរតែមកជួយខ្ញុំដែរទេខ្ញុំមិនដឹងថាវត្ថុទិព្វដែលខ្ញុំមកយកនោះជាអ្វីប្រហែលជាខ្ញុំគ្រាន់តែយកដុំថ្មមួយហើយឈប់ធ្វើដូចកូនក្មេងទេព្រះអង្គម្ចាស់និងសិស្សរបស់ព្រះអង្គមានធម៌ពលដូចគ្នាឲ្យតែលោកផ្ដោតលើវាលោកអាចមានអារម្មណ៍ថាគេឈឺចាប់ឬក៏អត់នឹងការថប់អារម្មណ៍នៅក្នុងខ្លួនរបស់លោកព្រះអង្គម្ចាស់របស់លោកគឺអាចមានអារម្មណ៍ដឹងដែរមិនថាគេនៅឯណាទេគេប្រហែលជាបារម្ភពីលោកហើយកំពុងតែព្យាយាមជួយលោកតើគេពិតជាមានអារម្មណ៍ដឹងមែនអត់ទេអញ្ចឹងនៅពេលដែលគេដឹងថាខ្ញុំធ្លាក់ចូលមកក្នុងភ្នូបុរាណក្បាលរបស់ខ្ញុំកំពុងតែរវល់អញ្ចឹងសញ្ញានៃព្រះអង្គគឺមានអារម្មណ៍ច្បោកច្បល់តើនេះមានន័យថាម៉េចទៅខ្ញុំគិតថាព្រះអង្គម្ចាស់អ៊ីនឆិនច្បាស់ជាបានដឹងថាលោកបានវិញនៅក្នុងភ្នូបុរាណគ្រាន់តែថាគេមិនអាចចូលមកម្ដងទៀតដូច្នេះគេមិនអាចជួយលោកបានទេចុះតែខ្ញុំបានប្រាប់នាងពីរបៀបទទួលអាវុធហើយនិងរបៀបចេញពីភ្នូបុរាណខ្ញុំក៏បានប្រាប់នាងពីហានិភ័យនៅផ្លូវកាត់នៅទីនោះព្រះអង្គម្ចាស់របស់នាងគឺមិននៅទីនោះទេដូច្នេះនាងប្រកាសជាដឹងថាវាមិនមែនសម្រាប់ខ្ញុំនៅក្នុងការដកដូរខ្ញុំសង្ឃឹមថានាងអាចជួយខ្ញុំនៅក្នុងរឿងទាំងអស់នេះបានវាគ្រាន់តែរឿងទាំងអស់នេះទេដូច្នេះហើយនាងគួរតែដឹងថាគួរធ្វើយ៉ាងម៉េចទៅឈីលីងត្រូវប្រកាសថាទទួលអាវុធទិព្វរបស់គេហើយចេញដល់សុវត្ថិភាពព្រះអង្គម្ចាស់របស់ខ្ញុំមិននៅទីនេះទេប៉ុន្តែបន្ទាប់ពីខ្ញុំរកឃើញគាត់នឹងប្រាប់ខ្ញុំគ្រប់យ៉ាងបើបែបនេះមែនអញ្ចឹងគេគួរតែបង្រៀននាងអាកប្បកិរិយារបស់សិស្សនោះគួរធ្វើយ៉ាងម៉េចមិនមែនដូចជានាងទេដែលជាលើបោះបែបនេះពេលនេះលោកកំពុងសុំការជួយពីខ្ញុំមើលទៅលោកមិនដឹងពីឋានៈរបស់លោកច្បាស់លាស់ទេឈីលីងតែចូលទៅក្នុងភ្នូបុរាណដោយចៃដន្យហេតុអីបានជាលោកបារម្ភម្ល៉េះអ៊ីនឆិនស្ងៀមស្ងាត់តែនិយាយច្រើនជាមួយនឹងខ្ញុំព្រោះតែសង្គ្រោះសិស្សរបស់គេប្រហែលជាពិបាកសម្រាប់លោកហើយតែមិនអីទេគឺខ្ញុំគ្រាន់តែចង់ឃើញថាតើសិស្សរបស់លោកសំខាន់ប៉ុណ្ណាតើនាងចង់បានអ្វីទៅខ្ញុំចង់ឲ្យលោកលិតជង្គង់ហើយអង្វរឲ្យខ្ញុំជួយសង្គ្រោះសិស្សរបស់លោកខ្ញុំបានដឹងអ្នកទាំងពីរគឺដូចគ្នាណាស់លោកគ្រាន់តែចង់ទាញយកប្រយោជន៍តែប៉ុណ្ណោះប៉ុន្តែមិនខ្វល់ពីអ្វីទាំងអស់បើលោកមិនអាចរកសិស្សបានលោកនឹងមានឋានៈទាបមិនអីទេបើខ្ញុំមិនចូលទៅក្នុងភ្នូបុរាណទេវាមិនមែនជារឿងធំដុំនោះទេមែនទេគ្រាន់តែដូចឈិញលីងរបស់លោកមិនអាចចេញពីទីនោះបានជាព្រមទេអញ្ចឹងខ្ញុំទៅហើយ